ឧត្តមសេនីយ៍តូសំសុនបានប្រគល់ផ្ទះថ្មីដែលជាអំណោយសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតជូនទៅដល់ក្រុមគ្រួសារអតីតយុទ្ធជនពលីនៅក្នុងស្រុកប្រាសាទសម្បូរនៅព្រឹកថ្ងៃទី19ខែមករាឆ្នាំ2026ឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំអមដំណើរដោយលោកជួនសិលារិទ្ធប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំរួមជាមួយនឹងអាជ្ញាធរដែនដីបានដឹកនាំសហការីទៅប្រគល់ផ្ទះថ្មីមួយខ្នងដែលជាខ្នងទី19អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនដល់គ្រួសារអតីតយុទ្ធជនពលីមានដីមានជំរកស្នាក់នៅមិនសមរម្យស្ថិតនៅក្នុងភូមិតាអោកឃុំឈូកស្រុកប្រាសាទសម្បូរខេត្តកំពង់ធំលោកស្រីជួនគឹមបានរៀបរាប់ថាប្តីរបស់គាត់ឈ្មោះញឹកស៊ីណូធ្លាប់បានចូលបម្រើការនៅក្នុងជួរកងទ័ពនៅក្នុងអង្គភាពយោធាស្រុកប្រាសាទសម្បូរដោយមានឋានៈតរស័ក្តិជានាយចំណងហើយត្រូវបានក្រសួងការពារជាតិដាក់ឲ្យចូលនិវត្តន៍នៅក្នុងឆ្នាំ2019ហើយមកដល់ឆ្នាំ2020គាត់ត្រូវបានទទួលមរណភាពដោយរោគគាពៀតបច្ចុប្បន្នលោកស្រីមានអាយុ49ឆ្នាំមានកូននិងចៅចំនួន4នាក់នៅក្នុងបន្ទុកដោយគាត់មានដីមានជំរកស្នាក់នៅមិនសមរម្យឧត្តមសេនីយ៍តូសំសុនបានបញ្ជាក់ថាផ្ទះថ្មីដែលទើបសាងសង់រួចនេះមានទំហំ5ម៉ែត្រគុណនឹង7ម៉ែត្រសាងសង់ពីសសរបេតុងឆ្អឹងដែកដំបូលប្រក់ស័ង្កសីកិនភ្លីជញ្ជាំង Smart Board រនាបក្រាក្តារដោយមានតសម្រាប់ផ្ទះបាយទៅក្រោយប្រវែង3ម៉ែត្រព្រមទាំងមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់ផងដែរហើយកន្លងទៅនេះនៅស្រុកប្រាសាទសម្បូរខេត្តកំពង់ធំបានសាងសង់ផ្ទះចំនួន19ខ្នងជូនទៅដល់ក្រុមគ្រួសារអតីតយុទ្ធជនរួចមកហើយនិងកំពុងដំណើរការសាងសង់បន្តមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍គតិសង្ឃហបណ្ឌិតគុណគឹមអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅក្នុងឱកាសនេះឧត្តមសេនីយ៍តូសំសុនក៏បាននាំយកនៅស្បៀងអាហារគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់មានមុងភួយកន្ទេលខ្នើយចានឆ្នាំងព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវជូនទៅដល់ក្រុមគ្រួសារលោកស្រីជួនគឹមសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃនិងសម្រាប់ប្រើប្រាស់នៅក្នុងឱកាសទទួលបានផ្ទះថ្មីនៅពេលនេះ